បាទសូមអនុញ្ញាតគ្រូជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងគ្នាបាទដែលជួយតាមដានទស្សនានៃការតម្រូវឆ្នើខ្មែរប្រចាំថ្ងៃសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ Channel ដឹងហើយពីថៃពុកម៉ែបងប្អូនយើងបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី7ខែ8ឆ្នាំ2026បាទហើយសារៈតម្រូវរបស់មានការពីម្សិលមិញផងដែរគឺថាបានចូលទីថៃពុកម៉ែបងប្អូនយើងទាំងគ្នាបាទចឹងសម្រាប់ការពីម្សិលមិញបាទខ្ទង់អូសឲ្យមានឲ្យខ្ទង់9និងខ្ទង់20បាទចំពោះលេខតូចយើងមាន97 59 41និង26បាទចំពោះលេខធំយើងមាន791និង593បាទចឹងសម្រាប់តម្រូវបាទមានការពីម្សិលមិញគឺថាបានចូលខ្ទង់អូសទាំងខ្ទង់9និងខ្ទង់20តែម្ដងបាទចំពោះលេខតូចយើងបានចូល26មកគ្រាប់ពុកម៉ែបងប្អូនយើងបាទចំពោះលេខធំគឺយើងអាចបានចូលទេបាទមានក៏សូមការអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាផងបាទអញ្ចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវខែថ្មីអេមីនក៏សូមចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចជួយចុចមេដៃឲ្យមានម្នាក់មួយផងបាទគ្រាន់ជាការផ្ដល់កម្លាំងចិត្តដល់អេមីនផងដែរបាទអញ្ចឹងកុំឲ្យពុកម៉ែបងប្អូនយើងរងចាំយូរបាទយើងទៅមើលជាមួយតម្រូវខែថ្មីទាំងអស់គ្នាបាទអញ្ចឹងអេមីនសូមលុបលេខថ្ងៃចាស់ចោលសិនពុកម៉ែបងប្អូនយើងបាទដើម្បីដាក់ចែកជូនតម្រូវខែថ្មីឲ្យពុកម៉ែបងប្អូនយើងតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនាបាទមិនទាន់បានចុចជាវនៅលើ Channel របស់មីនទេបាទមីនក៏សូមចុចបាទកុំភ្លេចជួយចុចជាវរួចបាទនៅសញ្ញាកណ្ដឹងឲ្យមីនម្នាក់មួយផងបាទដើម្បីងាយស្រួលតាមដាននៅលើ Channel របស់មីនផងដែរបាទនៅពេលដែលមីនបានបង្ហោះវីដេអូតម្រូវទៅភ្លាមខាង YouTube នឹងជូនសារទូរស័ព្ទទៅដល់ទូរស័ព្ទដៃរបស់ពុកម៉ែបងប្អូនតែម្ដងបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចឲ្យមានឲ្យលេខនឹងលេខ16បាទសម្រាប់គ្រាប់ទី2គឺ54បាទសម្រាប់គ្រាប់ទី3គឺ36និងមួយគ្រាប់ចុងក្រោយគេគឺ25ពុកម៉ែបងប្អូនយើងបាទចឹងចំពោះខ្ទង់អូសបាទមានឲ្យអូសលេងនៅខ្ទង់50បាទនិងមួយគ្រាប់ទៀតមានឲ្យអូសលេងនៅខ្ទង់30ហើយសម្រាប់លេខធំមានឲ្យលេងនៅលេខ9 14បាទនិងមួយគ្រាប់ចុងក្រោយគឺ751បាទចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលបានយកតម្លៃរបស់មានយត់ផ្សំសំណាងបាទដែលមានបញ្ជាក់ហើយបញ្ជាក់ទៀតកុំភ្លេចគុណត្រឡប់ទៅមើលកាឡាម្លេះចុះម្លេះផងពុកម៉ែបងប្អូនយើងទាំងគ្នាបាទដើម្បីបានចូលទាំងអស់គ្នាតែម្ដងបាទហើយសម្រាប់លេខតូចពុកម៉ែបងប្អូនយើងបាទឡើងម្លេះចុះម្លេះរងវាចោលទៅហើយចំពោះលេខធំពុកម៉ែបងប្អូនយើងគួរតែលេងគុណទៅបាទបើថាយើងលេងត្រង់តែម្ដងគឺថាมันងាយបានចូលទេបាទហើយសម្រាប់ខ្ទង់អូសបើពុកម៉ែបងប្អូនយើងស្រឡាញ់ពេញចិត្តនៅលេខមួយណាអាចយកខ្ទង់អូសមួយនឹងទៅផ្សំសំណាងបានបាទអញ្ចឹងការអធិប្បាយនៃការឲ្យតម្រូវរបស់មានថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយមីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយើងទាំងគ្នាដែលបានចំណាយពេលវេលានិងមានតម្លៃមកទស្សនានៃការឲ្យតម្រូវរបស់មីនបាទអញ្ចឹងជាចុងក្រោយមីនក៏សូមជូនពរហេងសំណាងល្អចាក់ចូលចំគ្រប់គ្នាតែម្ដងជួបគ្នាជាមួយមីនម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលាម៉ោងដដែលមីនសូមអរគុណនិងសូមគោរពលា